ពេល90នាទីត្រូវបានបញ្ចប់ក្រុម Prolock បានយកឈ្នះអ៊ុយ20ជប៉ុនក្នុងលទ្ធផល4-3នៅចុងបញ្ចប់នៃ Season 2 គេក៏បានបង្ហាញនៅបរិះម្នាក់ដែលមានសាក់នៅលើកឥឡូវគេអត់តបញ្ចេញឈ្មោះទេតែតិចទៀតចាំយើងទៅដឹងទាំងអស់គ្នាហើយគូអាមីក៏បានត្រឡប់មក Prolock វិញឥឡូវមុខមាត់នឹងកាចដបើមបន្ទាប់ពីចប់ការប្រកួតក្រុមកីឡាករមានរយៈពេល2សប្តាហ៍សម្រាប់ឈប់សម្រាកIzaki វាបានកាន់ទូរស័ព្ទយូរពេលកាន់ម្ដងវាភ្ញាក់ហ្នឹងអានេះឥឡូវយើងក៏លេចមកកាន់ផ្ទះ Izaki កំពុងរៀបចំខ្លួនទៅក្រៅឥឡូវម៉ែវាមកសួរហើយទៅស្មានណាមកវិញអានេះវាថាខ្ញុំទៅដើរលេងមួយមិត្តភក្តិប្រហែលមួយផ្លែតអីមកវិញហើយយើងក៏លេចមកទីក្រុង Shibuya អានត្រូវអានខុសឯនេះយើងក៏បានឃើញ Pachira និង Chigiri វាអង្គុយចាំ Izaki ឥឡូវនេះ Izaki វាមកដល់ហើយកំពុងជួបជុំគ្នា3នាក់ Izaki វាមកដល់វាសួរគ្នាយើងមកតែ3នាក់ប៉ុណ្ណឹងឯងទៅPachiraវាថាIkaguri ហ្នឹងវាទៅជួយនៅវត្តដែលវាធ្លាប់រស់នៅតំបន់មកមុខអានេះដូចស្វាវាស្អប់ហើយបាទKakamaru វិញវាណានេះទៅនៅលើភ្នំណានោះមានអ៊ីនធឺណិតមានអីតាក់ទងវាទេ Chigiri វាថាវាហៅ Raichi និង Nico មកដែរប៉ុន្តែពួកអាហ្នឹងវាអត់មកទេហើយនឹង Rio វារស់នៅឆ្ងាយពេកអញ្ចឹងវាអត់បានមកPachira វាឃើញ Izaki កាន់ទូរស័ព្ទលេងឆាតវាសួរហៅណាគេមកហើយ Izaki វាឆាតសួរណាគីតែវាមកអត់តែពេលនេះវាទៅងើបពីដេកទេប៉ុន្តែវាថាវាមកដែរពួកអា3នាក់នេះវាបានចេញមកក្រៅមានសេរីភាពវាសប្បាយអវាធ្លាប់នៅក្នុង Prolock រយៈពេលយូរដែរខានមិនឃើញពលឺថ្ងៃឥឡូវចេញក្រៅម្ដងវាមានសេរីភាពស្រ័យអាឡែឡូវិញនេះនាំគ្នាទៅដើរលេងនៅណាទេនេះChiri វាសួរឯងពីរនាក់បានឃើញព័ត៌មានគេចោះថ្មីអត់ពីរនាក់វាឆ្ងល់ព័ត៌មានគេតម៉ានេះវាលើកព័ត៌មានឲ្យមើលថាហើយឥឡូវយើងល្បីហ่ะIzaki វាវាសួរប៉ិតមែនទេអានេះវាចង់ព័ត៌មានហ្នឹងគេនិយាយពីអីព័ត៌មានហ្នឹងគេថាក្រុមតារាថ្មីទៅម្រះហ្នឹងមិនមែនទាក់ទាញចំណាប់អារម្មណ៍តែក្នុងប្រទេសជប៉ុនទេតែមានការចាប់អារម្មណ៍ពីមនុស្សជុំវិញពិភពលោកក្តីសម័យរបស់ Eco ដែលកាត់មានម្ដងចង់បង្កើតខ្សែបញ្ចុតលេខ1នៅលើពិភពលោកឥឡូវកំពុងតែបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញបដាតាក្បាលទៅពេកឥឡូវវាសិតតែពីមុនវាគេមើលងាយ Prolock អានេះតែឥឡូវវាមកសរសើរណាថា Prolock ជាអនាគតបាល់ទាត់នៅប្រទេសជប៉ុន Izaki ថាយើងបានធ្វើអីមួយដែលអ្វីមួយដែលអស្ចារ្យទេChigiri ថាពីមុនដែលយើងមិនតាន់ចូល Prolock វាផ្សេងឥឡូវចូល Prolock វាខុសប្លែកគ្នាឆ្ងាយវាកំពុងនិយាយគ្នាលេងចោះឡើងវាងាកក្រោយវាឃើញឲ្យពួកប្រហែលអ្នកកំពុងអង្គុយនៅហាងកាហ្វេហ្នឹងដែរPachira វាគ្រាន់តែឃើញប្រហែលអ្នកនៅនេះវារត់ហេមកហើយបានអើយធ្វើមុខឲ្យសួរម៉ែឯងនៅនេះIzaki ថាវាគ្រាន់តែមកនេះដើរលេងចុះពួកឯងមកទៅអីPachira វាថាបើយើងជុំគ្នាអញ្ចឹងតើយើងចេញទៅក្រៅដើរលេងទាំងអស់គ្នាតម៉ានេះវាសួរតែអនាគតនៅនេះទៅIzaki វាប្រាប់ថាណាគីហ្នឹងវាមកយឺតសារវាដេកជ្រុលដល់ពេលវាដកទូរស័ព្ទមកមើលឃើញណាគីវាថាវាមកហើយតែវាឃើញទូកែឥឡូវវាចូលលេងផ្លែតពួកនេះណាគីវាកំពុងតែអូសរែងអានេះបន្ទាប់មកវានាំគ្នាមកជួបណាគីកំពុងលេងកែមកតាប់ទាញគ្នាចង់ដាច់កហើយនេះវានាំគ្នាមកលេងល្បែងស្អីអានេះចាប់បាល់ណាមនុស្សក្បាលបាល់មិនចុយអានេះគប់ត្រង់វើយចំកតាបដ ாய் ចេះរឿងសង្ហាហើយទៅចំមិនណាគីវាតាក់ក្បាលគេគប់ស្អែកប៉ុននេះវាបណ្ដៃណាគីឯងមកយឺតហើយចូលលេងកែដាក់ក្បាលឯងធ្វើភ្លៀងផ្ទៀងស៊ីបមកគប់មួយនេះវាលេងបុកវិយានេះក៏លេងចេះរឿងសង្ហាដែរនេះមកប្រហែលក្បាលនេះកំពុងលេងពីងប៉ុងព្រោះនេះញ៉ៃយើងមិនបាច់ខ្វល់វាច្រើនទេបន្ទាប់មកវានាំគ្នាទៅច្រៀងការ៉ាអូខេមកPachiraនេះវាចង់ច្រៀងយ៉ាងគេស្រែកច្រៀងពេញហ្នឹងដើរតាមផ្លូវឃើញគេគូស្នេហ៍កំពុងឆ្លោះគ្នាណាមិនហ្នឹងស្រីណាវាប្រុសហ្នឹងគូស្នេហ៍គ្នាឆ្លោះគ្នាអីដែរនេះជួលនេះមើលមីអូនស្រីនេះគេនិយាយថាមនុស្សក្បត់ឯងកំប៉ះខ្ញុំវាម្នាក់នេះគេខឹងដើរចេញទៅស្រីមិនដែរគូស្នេហ៍មួយគូនេះកំពុងឆ្លោះគ្នាវាមើលភ្ញាក់ផ្អើល
đào màu tiết khơi ai cù bằng quỳ mẹ anh mình khơi ai cù về cho tới dây lên cho môi kia xua bay nè này sầm rạ đây men team giờ đó nơi này tao này 20 giờ lấy vào bộ ôi mà phải Japan này sai chiên ra ok ale alo mà sợ về khơi bộ bay nè đi máu xua trời em bộ ai nữa ní bộ mà sợ về tranh máu khơi thằng bay nè vì trong rô rương sao về lên tranh vì toàn ngọc chất này tao mà này vì sợ về việc đó ví dụ easy kia tao cai em nuôi á mà anh ấy thôi định nên cha mấy nhà này hãy cứ về buồn buồn này nó kia chạy nhà hàng về lên game một về này nó kia cục bồ nó bao cục bồ là chẳngได้thằng hai con trời này vì nó này tao đánh cục bồ tao đó với khơi nhà na cái sọc ba ba cục nó trăng bao vì đồ tịch tao bị nghẹn máu khơi anh ấy ba rồi mấy bài mà là gì này lại những cái like anh nhé tập mà về chị đây xài chuột này bình đẳng này là chapter 150 thơ bình đẳng và mình để con trôi chán admin vừa việc to